ថ្ងៃថ្មីប្រវត្តិតួអង្គថ្មីដែលថ្ងៃនេះយើងមកចែកពីតួអង្គ Clive Moriarty នៅក្នុងរឿងប្រឡំលោក Lord of the Mysteries Clive Moriarty គឺជាតួឯកនៅក្នុងរឿងប្រឡំលោកដ៏ល្បីល្បាញ Lord of the Mystery ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ទាំងនៅក្នុងទម្រង់ប្រឡំលោកឬ Web Nova, Manhwa និងការដកស្រង់ជា Anime ដើមកំណើតនិងការចាប់កំណើតជាថ្មីឬ The Reborn ដំណើររឿងរបស់ Clive បានចាប់ផ្ដើមឡើងនៅពេលដែលយុវជនម្នាក់មកពីពិភពទំនើបឬផែនដីឈ្មោះ Chow Ming-ray បានធ្វើពិធីសូត្រមន្តមួយដើម្បីបដូរលាភសំណាងប៉ុន្តែពិធីនោះបានធ្វើឲ្យព្រលឹងរបស់គាត់ឆ្លងភពទៅកាន់ពិភពមួយផ្សេងទៀតដែលមានបរិយាកាសដូចទៅនឹងយុទ្ធសម័យកាល Industrial Revolution ឬបដិវត្តន៍ឧស្សាហកម្ម Victoria លីឡំជាមួយអំពើអាថ៌កំបាំងនិងអភូតហេតុគាត់បានដឹងខ្លួនឡើងនៅក្នុងរូបរាងកាយរបស់ Clive Moriarty ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកប្រវត្តិវិទ្យាមកពីសាកលវិទ្យាល័យ Khoi នៅក្នុងព្រះរាជាណាចក្រ Loin នៅពេលដែល Chow Ming-ray ចូលមកសន្ធឹកគឺចំពេលដែល Clive ទើបតែបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងចំក្បាលដោយសារតែរងឥទ្ធិពលពីសភៅកត់ត្រាអាថ៌កំបាំងមួយក្បាល Clive បានរស់ឡើងវិញជាមួយនឹងស្នាមរបួសដែលទើបបញ្ជាសះស្បើយដោយអភូតហេតុហើយត្រូវបន្តរស់នៅក្នុងនាមជាខ្លាញ់ដើម្បីស្វែងរកការពិតនិងការពារបងប្រុស Benston និងប្អូនស្រី Melissa របស់គាត់ការបង្កើត The Terror Club និងអត្តសញ្ញាណសម្ងាត់បន្ទាប់ពីបានរកឃើញវិមានអាថ៌កំបាំងមួយនៅពីលើពិភពខាងវិញ្ញាណដែលគេហៅថា The Sophia Castle ឬប្រាសាទពីលើពពកប្រផេះខ្លាញ់បានទាញយកមនុស្សផ្សេងទៀតឲ្យចូលទៅកាន់ទីនោះហើយបានបង្កើតអង្គការសម្ងាត់មួយឈ្មោះថា Terror Club នៅក្នុង Terror Club គាត់បានបន្លំខ្លួនជាព្រះឬជាតួអង្គដ៏មានអំណាចនិងអាថ៌កំបាំងបំផុតដោយប្រើរហស្សនាមថា The Fool ឬអ្នកល្ងង់ខ្លៅសមាជិកទាំងអស់នៅក្នុង Club សុទ្ធតែគោរពកោតខ្លាចនិងចាត់ទុកខ្លាញ់ក្នុងនាមជា The Fool ថាជាព្រះបុរាណមួយអង្គដែលកំពុងភ្ញាក់ដឹងខ្លួនឡើងវិញផ្លូវដើរនៃអំណាចឬ The Beyonder Pathway ដើម្បីការពារខ្លួននិងអ្នកជុំវិញខ្លួនខ្លាញ់បានឈានចូលទៅក្នុងពិភព Beyonder ឬអ្នកដែលមានថាមពលវិសេសដោយជ្រើសរើសយកផ្លូវ Seal Pathway ឬផ្លូវគ្រូទាយពេញមួយសាច់រឿងខ្លាញ់បានផ្លាស់ប្ដូរអត្តសញ្ញាណជាច្រើនដើម្បីលាក់បាំងខ្លួននិងដើម្បីបំពេញលក្ខខណ្ឌឡើងលំដាប់ថាមពលឬ Digression of Potion បញ្ជាក់លេខលំដាប់កាន់តែតូចគឺកាន់តែខ្លាំងលំដាប់ទី9 Seal ឬគ្រូទាយចាប់ផ្ដើមចូលរួមជាមួយក្រុមនាយហុកជាអ្នកបរបាញ់បិសាចផ្លូវការរបស់សាសនាអាណាចក្រដើម្បីស៊ើបអង្កេតរឿងអាថ៌កំបាំងលំដាប់ទី8 Clown ឬ Cloak មានភាពរហ័សរហួននិងមានសមត្ថភាពគ្រប់គ្រងទឹកមុខនិងអារម្មណ៍លំដាប់ទី7 Magician ឬអ្នកលេងសៀកមានជំនាញបង្កើតល្បិចកលនិងមន្តអាគមប្រយុទ្ធផ្សេងលំដាប់ទី6 Faceless ឬអ្នកគ្មានមុខអាចផ្លាស់ប្ដូររូបរាងកម្ពស់និងសម្លេងទៅជាអ្នកណាក៏បានលំដាប់ខ្ពស់បន្តបន្ទាប់ក៏បានបន្តឡើងទៅកាន់លំដាប់ជាបន្តបន្ទាប់ដូចជា Member Right Master Marine Onetis Bio Zoro Sorcerer Scholar of Yore Miracle Invoker និង Attendant of Mysteries ក្នុងដំណើរនេះខ្លាញ់ក៏បានបង្កើតអត្តសញ្ញាណคล้ายៗដ៏ល្បីៗជាច្រើនដូចជា Sherlock Moriarty គ្រូស៊ើបអង្កេតឯកជននៅទីក្រុង Backlong Gearman Sparrow អ្នកប្រមាញ់បរិវត្តដ៏ឈាមត្រជាក់និងគួរឲ្យខ្លាចនៅលើសមុទ្រQueen Dante ជាមហាសេដ្ឋីវ័យកណ្ដាលដ៏ថ្លៃថ្នូរនិងមានចិត្តធម៌គោលដៅចុងក្រោយនៃការក្លាយជាព្រះក្រោយមកCliveបានរកឃើញការពិតដ៏គួរឲ្យតក់ស្លុតថាពិភពលោកដែលគាត់កំពុងរស់នៅនេះមិនមែនជាពិភពផ្សេងនោះទេប៉ុន្តែវាគឺជាពិភពផែនដីនាពេលអនាគតបន្ទាប់ពីឆ្លងកាត់យុគសម័យកាល Apocalypse ឬថ្ងៃវិនាសពិភពលោករួចមកចំណែកឯរូបគាត់និងមនុស្សមួយចំនួនផ្សេងទៀតគឺត្រូវរក្សាទុកនៅក្នុងសំបុកឃ្មុំដង្កូវដកដង្ហើមឬ Cocoon អស់រយៈពេលរាប់ពាន់ឆ្នាំដោយអំណាចបុរាណដើម្បីការពារពិភពលោកពីការបំផ្លិចបំផ្លាញពីសំណាក់ព្រះដតីនិងសត្រូវមកពីក្រៅភពឬ Outer Deities ខ្លាញ់ត្រូវបង្ខំចិត្តចូលរួមសង្គ្រាមកម្រិតព្រះទីបំផុតគាត់បានឡើងទៅដល់កម្រិតទី0ឬ Sequence Zero The Full ហើយបានព្យាយាមរួមបញ្ចូលព្រលឹងដើម្បីក្លាយជា Lord of the Mystery ម្នាក់ក្នុងចំណោមព្រះកំពូលដាច់គេឬ Great Old One ដើម្បីរងចាំការពារភពផែនដីនៅថ្ងៃខាងមុខបុគ្គលិកលក្ខណៈរបស់ខ្លាញ់ទោះបីជាត្រូវរស់ក្នុងពិភពដ៏ខ្មៅងងឹតពោរពេញទៅដោយគ្រោះថ្នាក់និងភាពឆ្កួតលីលាក៏ដោយក៏ខ្លាញ់នៅតែរក្សាបាននូវភាពឆ្លាតវៃនិងប្រុងប្រយ័ត្នខ្ពស់គាត់តែងតែរៀបចំផែនការទុកមុនជានិច្ចរហូតដល់ទទួលបានរហស្សនាមពីអ្នកអានថាស្ដេចត្រៀមលក្ខណៈចិត្តសប្បុរសនិងមនុស្សធម៌មិនដូចតួអង្គខ្លះដែលលះបង់គ្រប់យ៉ាងដើម្បីអំណាចខ្លាញ់តែងតែព្យាយាមជួយសង្គ្រោះមនុស្សទន់ខ្សោយនិងមានគោលការណ៍សីលធម៌ខ្ពស់មិនព្រមលះបង់ភាពជាមនុស្សរបស់ខ្លួនឯងឡើយភាពកំប្លែងលាក់មុខគាត់ចូលចិត្តត្អូញត្អែក្នុងចិត្តឬ monologue ជាពិសេសរឿងខ្វះលុយចាយនិងតម្លៃកាក់មាសនេះជាព័ត៌មានលម្អិតនិងស៊ីជម្រៅនិងជក់ចិត្តបន្ថែមទៀតអំពីដំណើររឿងរបស់ Clive Moriarty សមត្ថភាពពិសេសនិងអាថ៌កំបាំងលាក់កំបាំងនៅក្នុងរឿង Lord of the Mystery ដែលធ្វើឲ្យតួអង្គនេះមានភាពរស់រវើកនិងទាក់ទាញបំផុតទស្សនវិជ្ជាស្នូលយើងជាអ្នកការពារប៉ុន្តែក៏ជាអ្នករងទុក្ខដែរនេះគឺជាពាក្យស្លោករបស់ក្រុម Nighthawk ជាអង្គការផ្លូវការដែលCliveបានចូលរួមដំបូង
ហើយវាគឺជាអ្វីដែលឆ្លុះបញ្ចាំងអំពីដំណើរជីវិតរបស់ Clive ទាំងស្រុងផងដែរខុសពីតួអង្គផ្សេងទៀតនៅក្នុងរឿងដទៃដែលចង់បានអំណាចដើម្បីតែភាពខ្លាំងក្លា Clive គឺជាវីរបុរសដែលបង្ខំចិត្តរាល់ពេលដែលគាត់ឡើងលំដាប់ថាមពលឬ sequence គាត់ត្រូវបាត់បង់ភាពជាមនុស្សបន្តិចម្ដងនិងខិតទៅរកភាពឈួតលីលាគាត់បានឆ្លងកាត់ការឈឺចាប់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនៅពេលដែលឃើញមិត្តភ័ក្តិនិងគ្រូបង្វឹករបស់ខ្លួនដូចជាប្រធានក្រុម Don Smith ត្រូវស្លាប់នៅចំពោះមុខបំណងប្រាថ្នាដំបូងរបស់ Clive គឺគ្រាន់តែចង់រស់រានមានជីវិតនិងរកផ្លូវត្រឡប់ទៅផ្ទះឬផែនដីវិញប៉ុណ្ណោះប៉ុន្តែក្រោយមកវាបានក្លាយទៅជាការលះបង់ដើម្បីការពារបងប្អូននិងមនុស្សស្លូតត្រង់នៅក្នុងពិភពលោកដ៏ខ្មៅងងឹតនេះអំណាចនៃការសម្ដែងឬ The Acting Method នៅក្នុងពិភពលោកនេះការគ្រាន់តែផឹកថ្នាំទឹកឬ potion គឺមិនគ្រប់គ្រាន់ទេវាអាចធ្វើឲ្យអ្នកប្រើប្រាស់ឈួតបានដើម្បីស្រូបយកថ្នាំទឹកនោះដោយសុវត្ថិភាពគ្រូមន្តអាគមឬ Beyonder ត្រូវតែសម្ដែងឲ្យដូចទៅនឹងឈ្មោះនៃលំដាប់ថាមពលរបស់ពួកគេ Clive គឺជាកំពូលអ្នកសម្ដែងលំដាប់ Clown ឬ Cloak គាត់ត្រូវបង្ខំចិត្តញញឹមនិងសើចសប្បាយទោះបីជាបេះដូងរបស់គាត់កំពុងតែស្រែកយំដោយការឈឺចាប់និងទុក្ខវេទនាយ៉ាងណាក៏ដោយលំដាប់ Faceless ឬអ្នកគ្មានមុខគាត់ត្រូវបន្លំខ្លួនធ្វើជាមនុស្សជាច្រើនរហូតដល់ជួបវិបត្តិអត្តសញ្ញាណឬ Identity Crisis ដែលធ្វើឲ្យគាត់ត្រូវរំលឹកខ្លួនឯងជានិច្ចថាយើងគឺ Clive Moretti យើងគឺ Joe Mingray លំដាប់ Marionettes ឬអ្នកបញ្ជាតុក្កតាក៏បញ្ជាសារសពឬ Marionettes ដូចជាកូនក្រមុំព្រហ្មចារីដោយលាក់ខ្លួនក្នុងសមោយ៉ាងអាថ៌កំបាំងខណៈពេលដែលសាកសពទាំងនោះចេញមុខប្រយុទ្ធអត្តសញ្ញាណបំលែងខ្លួនឯងល្បីៗឬ Deep Dive Clive មិនត្រឹមតែជាអ្នកបន្លំខ្លួនធម្មតានោះទេប៉ុន្តែគាត់បានបង្កើតជីវិតសារជាតិនិងទម្លាប់ថ្មីស្រឡាងសម្រាប់តួអង្គនីមួយៗ Gehrman Sparrow ឬអ្នកផ្សងព្រេងដ៏ឈួតលីលាដើម្បីរំលាយថ្នាំ Faceless និងដើម្បីប្រមាញ់ពួកចោរសមុទ្រ Clive បានបង្កើតតួអង្គដែលមានអត្តចរិតឈាមត្រជាក់សាហាវឃោរឃៅនិងនិយាយស្ដីតិចតួចបំផុតគាត់ធ្វើបែបនេះដើម្បីឲ្យពួកចោរសមុទ្រខ្លាចរអាប៉ុន្តែការពិតនៅក្នុងចិត្តគឺ Clive តែងតែភ័យបែកញើសជានិច្ចនិងបន់ស្រន់កុំឲ្យខ្លួនឯងធ្វើរឿងខុសឆ្គង Dwayne Dante ឬលោកម្ចាស់ដ៏ថ្លៃថ្លាត្រូវបានបង្កើតឡើងដើម្បីជ្រៀតជ្រែកចូលក្នុងសង្គមអ្នកមានឬ High Society នៅទីក្រុង Backlong គាត់សម្ដែងជាមហាសេដ្ឋីវ័យកណ្ដាលដែលមានចរិតថ្លៃថ្នូរនិងចូលចិត្តធ្វើបុណ្យ Clive បានប្រើប្រាស់តួអង្គនេះដើម្បីឧបត្ថម្ភដល់ការអប់រំរបស់កុមារក្រីក្រដែលបង្ហាញថាទោះបីស្ថិតក្នុងរវាងការបន្លំខ្លួនក៏ចិត្តសប្បុរសពិតប្រាកដរបស់គាត់គឺមិនរលាយបាត់ឡើយភាពផ្ទុយគ្នារវាងរូបរាងខាងក្រៅនិងការគិតនៅក្នុងចិត្តឬ Lampoon ចំណុចមួយដែលអ្នកអាននិងអ្នកទស្សនាស្រឡាញ់បំផុតចំពោះ Clive គឺការគិតនៅក្នុងចិត្តរបស់គាត់ Inner Monologue ឬ Lampooning សម្រាប់ពិភពលោកខាងក្រៅទោះបីជាគាត់ស្ថិតក្នុងនាមជាព្រះដ៏ខ្ពង់ខ្ពស់ដ៏ហ្វូឬអ្នកប្រមាញ់ដ៏គួរឲ្យខ្លាច Gehrman Sparrow ក៏ដោយក៏គាត់មើលទៅមានអំណាចនិងឥតខ្ចោះជានិច្ចប៉ុន្តែនៅក្នុងចិត្ត Clive តែងតែនិយាយរអ៊ូរទាំបាញ់ប្រហារដោយពាក្យសម្ដីកំប្លែងព្រួយបារម្ភរឿងអត់លុយចាយនិង stress អំពីការលាក់បាញ់កុំឲ្យគេដឹងខ្លួនពិតការរក្សាទុកការគិតកំប្លែងនៅក្នុងចិត្តក៏ជារឿងកំសត់មួយដែរព្រោះវាជាមធ្យោបាយតែមួយគត់ដែលអាចជួយរក្សាសតិរបស់គាត់មិនឲ្យឈួតគាត់គ្មានអ្នកណាម្នាក់ដែលអាចនិយាយរឿងពិតប្រាប់បានឡើយគាត់មិនអាចប្រាប់បងប្អូនបង្ការថាខ្លួននៅរស់ទេព្រោះវាអាចនាំគ្រោះថ្នាក់ដល់ពួកគេហើយគាត់ក៏មិនអាចប្រាប់ការពិតដល់សមាជិក Tarot Club ដែរព្រោះគ្រប់គ្នាគិតថាគាត់គឺជាព្រះបុរាណការលេងសើចនៅក្នុងចិត្តនេះគឺជាខ្សែចំណងតែមួយគត់ដែលអាចភ្ជាប់គាត់ទៅនឹងភាពជាមនុស្សធម្មតាកាលពីនៅផែនដីការលះបង់ចុងក្រោយនៅត្រង់ចំណុចកំពូលនៃសាច់រឿងដើម្បីទប់ស្កាត់តួអង្គអាក្រក់ Amon ឬ The God of Error ពីការបំផ្លិចបំផ្លាញភពផែនដីClive ត្រូវបង្ខំចិត្តដាស់ព្រលឹងអង្គភាពបុរាណបំផុតនៅក្នុងខ្លួនគាត់គឺ The Celestial Worldy of Heaven and Earth ដើម្បីជួយសង្គ្រោះមនុស្សជាតិ Clive បានសម្រេចចិត្តទម្លាក់ខ្លួនចូលទៅក្នុងការគេងលក់ដ៏ជ្រៅឬ Deep Slumber ដើម្បីប្រយុទ្ធតស៊ូជាមួយព្រលឹងបុរាណនោះនៅក្នុងចិត្តរបស់គាត់សាច់រឿងនៃប្រឡំលោកភាគទី1ត្រូវបានបញ្ចប់ដោយ Clive ស្ថិតក្នុងភាពលំលក់ដើរតួជាខែការពារពិភពលោកពីគ្រោះថ្នាក់សម្គាល់លើការដកស្រង់ជា anime ខ្សែភាពយន្ត anime ផលិតដោយ Tencent Penguin Pictures និង Bilibili បានផ្ដោតសំខាន់ទៅលើវគ្គដំបូងឬ Volume 1 Clown ដោយវាបានបង្ហាញយ៉ាងច្បាស់ពីបរិយាកាសដ៏ខ្មៅងងឹតបែប Steampunk Victorian នៃទីក្រុង Tengen និង Backlong រួមទាំងការប្រយុទ្ធប្រើប្រាស់ខួរក្បាលដូចជាល្បែងអុកនិងការវិវត្តដ៏ឈឺចាប់របស់ Clive ពីនិស្សិតប្រវត្តិសាស្ត្រធម្មតាម្នាក់ទៅជាគ្រូមន្តអាគមដ៏ឆ្លាតវៃហើយនេះគឺជាពាក្យខ្ពតរបស់ Clive Moretti មួយចំនួនពាក្យខ្ពតទី1គឺខ្ញុំលេងហ្គីតាខ្សែ7នៅក្បែរប្រភពទឹកក្នុងទីលានក្រុងខ្ញុំប្រើប្រាស់កាំបិតនិងសូមរបស់ខ្ញុំដើម្បីកាត់សាច់គោនៅក្នុងវិហារខ្ញុំពិពណ៌នាអំពីការបង្រៀនរបស់ព្រះនាងដល់អ្នកជឿខ្ញុំលូកដៃស្ដាំរបស់ខ្ញុំហើយចាក់ចេញពីរទេះដែលមានជំនួយពីសុភាពបរិសម្នាក់ខ្ញុំទទួលបានរ៉ូបថ្មីដែលខ្ញុំបានទន្ទឹងរង់ចាំជាយូរមកហើយខ្ញុំមិនអាចរង់ចាំដើម្បីផ្លាស់ប្ដូរវាបានទេខ្ញុំបានបោះជំហានទៅមុខដោយជើងទាំង4របស់ខ្ញុំខណៈពេលដែលខ្ញុំកំពុងត្រូវបានក្មេងប្រុសម្នាក់ដេញតាមខ្ញុំសើចខ្លាំងពេលខ្ញុំដើរលេងជាមួយឆ្កែភ្លាមនោះយើងញ័រខ្លួន
យើងមើលទៅលើមេឃហើយឃើញបន្ទាត់ស្ដើងៗដែលមើលមិនឃើញលេចចេញពីរូបរាងរបស់យើងពួកវាលាតសន្ធឹងដល់កម្ពស់គ្មានដែនកំណត់ដែលលាតសន្ធឹងហួសពីអពណ៌សប្រផេះពួកវាលាតសន្ធឹងចូលទៅក្នុងវិមានបុរាណហើយធ្លាក់ចូលទៅក្នុងដៃរបស់រូបខ្ពស់ម្នាក់ដែលគ្របដណ្ដប់ដោយខ្ពស់ទី2តើអ្នកជាអ្នកណាតែយើងស្គាល់អ្នកទេខ្ញុំគ្រាន់តែជាមនុស្សធ្លុកឆ្ងល់ម្នាក់ប៉ុណ្ណោះគាត់ឆ្លើយយ៉ាងស្រាលនេះយកការនេះទៅខ្ញុំទទូចពួកគេសម្លឹងមើលគាត់ដោយងាយឆ្ងល់អ្វីដែលពួកគេឃើញគឺស្នាមញញឹមភ្លឺចែងចាំងមួយនៅលើមុខពណ៌ pastel វាជាស្នាមញញឹមដ៏រីករាយស្នាមញញឹមបំភ្លឺស្នាមញញឹមគួរឲ្យអស់សំណើចពណ៌ទី3ជាពណ៌របស់ Klein Moretti ជាមួយ Fang Yun ក្នុងការស្វែងរកជីវិតអស់កលសិលធម៌គឺគ្មានអ្វីក្រៅពីទ្រូងនោះទេពិភពលោកនេះខូខើណាស់ប៉ុន្តែយើងមិនចាំបាច់មានជីវិតទាំងអស់សុទ្ធតែមានរឿងរ៉ាវនោះទេសេចក្តីសប្បុរសគឺជាចំណុចខ្សោយវាបង្កើតជាច្រវាក់សេចក្តីសប្បុរសគឺជាយុទ្ធការដែលរំលឹកខ្ញុំអំពីខ្ញុំជានរណាតើអ្នកសម្រេចចិត្តយ៉ាងណាចំពោះឧបសគ្គទាំងនេះតើអ្នកសម្រេចចិត្តយ៉ាងណាចំពោះមនុស្សទាំងនេះសម្រាប់ពួកគេសង្គ្រោះពួកគេអ្នកទាំងអស់គ្នាជួយ Subscribe YouTube ម្នាក់មួយផងហើយនេះជាការសង្ខេបខ្លីៗរបស់តួអង្គ Klein Moretti នៅក្នុងរឿងប្រលោមលោក Lord of the Mystery ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ In the pursuit of eternal life, morality is nothing but a cage. The world is cruel, but we don't have to be. Every life has a story. Kindness is a weakness. It creates shackles. Kindness is an anchor that reminds me of who I am. What is your verdict on these obstacles? What is your decision on these people? Kill them. Save them.